អបអសាទរដល់ FC Barcelona ឡើងទៅកាន់វគ្គផ្ដាច់ព្រាត់នៃពានរង្វាន់ Copa del Rey ជាបន្តទៀតហើយបាទបន្ទាប់ពីផ្ដួល Atletico Madrid 1-0 នៅក្នុងទឹកដីរបស់ Atletico Madrid ពេលនេះ Barcelona ឡើងទៅជួបជាមួយនឹង Real Madrid ទៀតហើយអូគូនេះអត់ទាស់បងប្អូនបាទគូនេះឆ្ងាញ់ទៀតហើយមានន័យថាការជួបគ្នាវគ្គផ្ដាច់ព្រាត់ Copa del Rey នេះរដូវកាលនេះពួកគេនឹងជួបគ្នា5ដងដូច្នេះជួប3ដងហើយរដូវកាលថ្មីហ្នឹងជួបលើកដំបូងគឺមុននឹងបើករដូវកាលថ្មីហ្នឹងគឺគេលេងមិត្តភាព Barcelona ឈ្នះមិត្តភាព 2-1 បាទហើយមកលេងជើងទី1នៅក្នុងទឹកដីនៃ Real Madrid នៅ La Liga បាទនៅជើងទី1 Barcelona ហូប 4-0 នៅ La Liga ហ្នឹងជំនួបលើកទី2ណាដល់ទៅពេលជំនួបលើកទី3ជំនួបលើកទី3គឺ Barcelona ជួបគ្នាវគ្គផ្ដាច់ព្រាត់ជាមួយនឹង Real Madrid នៅឯពានរង្វាន់ Super Copa de España Barcelona ផ្ដួល5គ្រាប់ទល់នឹង2បាទហ្នឹងលើកទី3ណាបងប្អូនណាឥឡូវនេះលើកទី4ត្រៀមជួបគ្នានៅខែ12បាទមើលខែ5នោះបាទចូលឆ្នាំខ្មែរហើយបាទក៏ប៉ុន្តែមិនទាន់ដល់នោះទេបាទ La Liga ជើងទី2នោះមិនទាន់ដល់នោះទេមុននឹងដល់ជើងទី2នៅ La Liga ពួកគេនឹងប៉ះគ្នាវគ្គផ្ដាច់ព្រាត់ Copa del Rey សិនប៉ះគ្នាវគ្គផ្ដាច់ព្រាត់ Copa del Rey នោះគឺនៅថ្ងៃទី26បងប្អូនថ្ងៃទី26ខែ4ហ្នឹងបាទថ្ងៃទី26ខែ4ហ្នឹងបាទដល់ទៅពេលប៉ះគ្នាវគ្គផ្ដាច់ព្រាត់នៅ Copa del Rey ថ្ងៃទី26ខែ4ហ្នឹងហើយពួកគេរំលងបានប្រហែលថ្ងៃជាងកន្លះខែជួបគ្នានៅជើងទី2 La Liga ជាលើកទី5ទៀតមានន័យថា El Clasico រដូវកាលនេះ5ដងជួបគ្នា5ដង Barcelona និង Real Madrid អញ្ចឹងក្នុងចំណោម5ដងនោះពួកគេប៉ះគ្នាបាន3ដងហើយរដូវកាលហ្នឹងបាទប៉ះគ្នា3ដងហើយ Barcelona ឈ្នះទាំង3មិត្តភាព Barcelona ឈ្នះ 2-1 បាទនៅ La Liga ជើងទី1 Barcelona ឈ្នះ 4-0 ហើយមកវគ្គផ្ដាច់ព្រាត់នៅ Super Copa de España Barcelona ឈ្នះ 5-2 ឈ្នះច្រើនណាស់ Barcelona រដូវកាលហ្នឹងកាចយកទៅមែនទែនបងប្អូនបាទ Real Madrid កំពុងតែប្រជែងនៅឯ La Liga ជាមួយ Barcelona ទៀតបាទប្រជែងពាន La Liga ហើយពួកគេក៏ប្រជែងនៅនោះ Champions League ទៀតបាទនៅ Champions League កំពុងតែឡើងទៅដល់វគ្គ8ក្រុមទៀតបាទសម្រាប់ Barcelona និង Real Madrid ហើយកំពុងតែប្រជែងនៅ La Liga ឥឡូវហ្នឹងមិនត្រឹមតែប្រជែងនៅ La Liga ទេគឺប្រជែងទៀតនៅឯវគ្គផ្ដាច់ព្រាត់ Copa del Rey ទៀត Real Madrid និង Barcelona រដូវកាលនេះគឺតឹងមែនទែនបងប្អូនប្រជែងគ្នាសាហាវបងប្អូនប្រជែងគ្នាសាហាវបាទអញ្ចឹងការប្រកួតវគ្គផ្ដាច់ព្រាត់ហ្នឹងគឺធ្វើឡើងនៅថ្ងៃទី26ខែ4ហ្នឹងហើយបងប្អូនណាបាទបើរាប់មកដល់ឥឡូវហ្នឹងបើយើងនិយាយទៅចូលឆ្នាំខ្មែរហើយបាទចូលឆ្នាំខ្មែរហើយគឺ Barcelona ប៉ះជាមួយនឹង Real Madrid វគ្គផ្ដាច់ព្រាត់ហើយបាទអញ្ចឹងអាចនិយាយបានថាជាគូដែលយើងចង់ទស្សនាហើយពួកគេបានជួបគ្នាវគ្គផ្ដាច់ព្រាត់ឆ្ងាញ់ភ្នែកបងប្អូនបាទសំបំណងបងប្អូនយើងដែលស្រឡាញ់បាសេហើយស្រឡាញ់ Real Madrid ចង់ឲ្យអ្នកទាំងពីរជួបគ្នាវគ្គផ្ដាច់ព្រាត់ឥឡូវនឹងជួបគ្នាហើយសំបំណងហើយចាំមើលថាតើ Real Madrid សងសឹក Barcelona បានអត់នៅក្នុងរដូវកាលហ្នឹងព្រោះតែ Barcelona ឈ្នះ Real Madrid 3ហើយ3ដងហើយជាប់គ្នានៅរដូវកាលថ្មីហ្នឹងបាទ3ប្រកួតចុងក្រោយ Barcelona ឈ្នះទាំងអស់វគ្គផ្ដាច់ព្រាត់នៅ Super Copa de España ក៏ Barcelona ឈ្នះដល់ទៅ 5-2 អញ្ចឹងអាចនិយាយថាវគ្គផ្ដាច់ព្រាត់ម្ដងទៀតគឺ Barcelona ឈ្នះសងសឹក Barcelona គឺជាក្រុមលេខ1ឈ្នះពាន Copa del Rey ច្រើនជាងគេច្រើនជាងអ្នកណាទាំងអស់ខណៈដែល Bilbao លេខ2 Real Madrid លេខ3ទេ Real Madrid លេខ3អញ្ចឹងក្រុមលំដាប់នៃកម្ពុជារបស់អេស្ប៉ាញបានជួបគ្នានៅ Copa del Rey វគ្គផ្ដាច់ព្រាត់គឺមិនធម្មតាទេបើសម្រាប់ Real Madrid និង Barcelona